តែខ្លែងធ្លាក់លើដំបូលផ្ទះពិតជាចង្រៃមែនអត់តោះថ្ងៃនេះខ្ញុំនឹងមកស្រាវចម្ងល់អ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបានមកលេងផ្ទះបងផានិតដែលគាត់ជាអ្នកជំនាញខាងធ្វើខ្លែងឯកនេះគឺជាខ្លែងឯកខ្មែរយើងដែលមានសម្រស់យ៉ាងស្រស់ស្អាតហើយមានប្រវត្តិតាំងពី400ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះខ្លែងឯកជាសិល្បៈមួយប្រភេទក្នុងវប្បធម៌ខ្មែរហើយមានទំនាក់ទំនងជាមួយប្រជាជននិងវិស័យកសិកម្មចង់ដឹងថាខ្លែងចង្រៃឬអត់យើងទៅស្គាល់ពីសម្ភារៈដែលយកមកធ្វើខ្លែងជាមុនសិននៅខាងលើខ្លែងគឺជាឯកដែលមានអណ្ដាតធ្វើពីផ្ដៅហើយដងធ្វើពីដើមឫស្សីឬក៏ធាងត្រាំងក៏បានដែរហើយនៅពេលត្រូវខ្យល់គឺវាអាចបញ្ចេញសំឡេងពីរោះមែនទែនអ្នកទាំងអស់គ្នានៅសម័យដើមប្រទេសកម្ពុជាប្រកាន់យករបបមេដាធិបតេយ្យអញ្ចឹងនាំឲ្យតួខ្លែងតំណាងឲ្យក្សត្រីហើយគោលខាងក្រោមតំណាងឲ្យប្រជាជនឆ្អឹងខ្លែងទាំងមូលគឺធ្វើពីឫស្សីដែលចាស់ល្អការជ្រើសរើសឫស្សីក៏ជាផ្នែកមួយសំខាន់ដើម្បីឲ្យរូបរាងខ្លែងស្អាតនិងហោះបានល្អផងដែរការធ្វើខ្លែងមួយឲ្យបានស្អាតគឺទាមទារបច្ចេកទេសនិងភាពអត់ធ្មត់ខ្លែងឯកមានច្រើនសន្តានរូបរាងទៅតាមតំបន់ក្នុងនោះខ្លែងដែលពេញនិយមមានដូចជាខ្លែងស្លាបកែវត្រចៀកដំរីញីនិងត្រចៀកដំរីឈ្មោលអញ្ចឹងពាក្យដែលថាខ្លែងធ្លាក់លើផ្ទះចង្រៃនោះគ្រាន់តែជាពាក្យចចាមអារាមតែប៉ុណ្ណោះព្រោះថាសម្ភារៈដែលយកមកធ្វើខ្លែងសុទ្ធសឹងតែជាវត្ថុមង្គលដូចជាធាងត្រាំងដែលចាស់ៗតែងតែយកមកទុកនៅលើផ្ទះដើម្បីបណ្ដេញឧបទ្រពចង្រៃអញ្ចឹងជំនឿណាដែលមិនមានផលចំណេញដល់វប្បធម៌យើងក៏បីកុំប្រកាន់តទៀតអីពិធីបុណ្យទ្វារទសមាសតែងតែប្រារព្ធឡើងក្នុងរដូវរំហើយខ្លែងក៏តែងតែមានវត្តមានផងដែរការបង្ហោះខ្លែងនេះគឺដើម្បីឧទ្ទិសដល់ព្រះពាយដែលបានបក់ផាត់ទឹកភ្លៀងឲ្យផុតមិនឲ្យខូចខាតដំណាំនិងការធ្វើកសិកម្មផ្សេងៗឥឡូវយើងទៅបង្ហោះខ្លែងវិញម្ដងការបង្ហោះខ្លែងភាគច្រើនគឺបង្ហោះនៅពេលល្ងាចឬពេលយប់ពីព្រោះថាពេលល្ងាចនិងយប់គឺខ្យល់ស្ងប់ល្អខ្លែងឯកនៅពេលបង្ហោះត្រូវមានគ្នា2នាក់គឺម្នាក់កាន់និងបង្ហោះខ្លែងហើយម្នាក់ទៀតគឺជាអ្នកកាន់ខ្សែខ្លែងឯកខ្មែររបស់យើងធ្លាប់បានចូលរួមប្រកួតនៅប្រទេសក្រៅហើយក៏បានជាប់ពានរង្វាន់ជាច្រើនផងដែរអញ្ចឹងជាចុងក្រោយក្នុងនាមយើងជាយុវជនជំនាន់ក្រោយក៏បីចូលរួមថែរក្សានិងការពារសម្បត្តិវប្បធម៌ដែលជាមរតកពីដូនតាបានបន្សល់ទុកឲ្យហើយខ្ញុំក៏សូមសំណូមពរដល់ក្រសួងពាក់ព័ន្ធរៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលខ្លែងឯកខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទុកជាសម្បត្តិមនុស្សជាតិនិងប្រជាជនខ្មែរទូទាំងប្រទេសlà nên cái tiết này